សូមស្វាគមន៍មកកាន់កោសិងហ្គលថ្ងៃនេះកោសិងហ្គលនឹងនាំមេរៀនពិសេសមួយចែកជូនដល់អ្នកទាំងអស់គ្នាជាពិសេសបាទអ្នកទាំងអស់គ្នាដែលចូលចិត្តញ៉ាំមុខម្ហូបបាទជាពិសេសមុខម្ហូបយើងតែងតែមានហើយបាទល្វីងប្រៃផ្អែមជូរបាទអូខេអញ្ចឹងរសជាតិទាំងអស់នេះហើយគឺស្ថិតនៅក្នុងមុខម្ហូបដែលអ្នកទាំងអស់គ្នាញ៉ាំជាប្រចាំថ្ងៃផងដែរអូខេអញ្ចឹងរសជាតិនៅក្នុងភាសាចិនយើងអានថាវៃតោបាទអូខេអញ្ចឹងវៃតោរសជាតិអញ្ចឹងចង់ដឹងថាថ្ងៃនេះយើងសិក្សាបានប្រមាណរសជាតិនៅក្នុងមុខម្ហូបបាទអូខេអញ្ចឹងសូមចាប់ផ្ដើមជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងពាក្យទី1របស់យើងគឺធានបាទអញ្ចឹងធានមានន័យថាផ្អែមធ្វើអៀនធានសំឡេងទី2ធានបាទសំឡេងទី2អ្នកទាំងអស់គ្នាណាត្រូវបង្អស់បន្តិចអ្នកទាំងអស់គ្នាអានរៀងប្អូនបន្តិចមកធានបាទអញ្ចឹងបាទគឺចូលសំឡេងទី2ហើយបាទអញ្ចឹងធានមានន័យថាផ្អែមបាទអូខេអញ្ចឹងផ្អែមណាបាទអញ្ចឹងកុំសូវញ៉ាំផ្អែមពេកអត់សូវល្អទេណាបាទអូខេអញ្ចឹងពាក្យជាបន្តទៀតបាទឡាហិលបាទអូខេលើអាឡាសំឡេងទី4ឡាអូខេអញ្ចឹងឡាមានន័យថាហិលអូខេអញ្ចឹងអ្នកទាំងអស់គ្នាដែលខ្ញុំឃើញគ្នាយើងគាត់ញ៉ាំបុកល្ហុងភាគច្រើនបើអត់ហិលគឺអត់សុខចិត្តទេបាទអញ្ចឹងបុកល្ហុងដាក់ម្ទេសកាន់តែច្រើនកាន់តែហិលកាន់តែឆ្ងាញ់បាទអញ្ចឹងនៅពេលដែលកាលណាយើងហិលបាទយើងឡាអូឡាហិលណាអ្នកនរគ្នាអូខេអញ្ចឹងពាក្យជាបន្តទៀតគឺស៊ន់ជូបាទអញ្ចឹងប្រកបជាមួយខ្ញុំទាំងអស់គ្នាបាទស៊ឺអន់ស៊ន់សំឡេងទី1ស៊ន់បាទអញ្ចឹងស៊ន់បាទបកប្រែថាជូអូខេអញ្ចឹងជូបាទដូចជាអីខ្លះជូរបស់យើងនោះស្វាយខ្ចីបាទអូជូបាទជូសាហាវអូខេណាអ្នកនរគ្នាអូខេអញ្ចឹងចូលមកដល់ពាក្យបន្តរបស់យើងទៀតបាទជាមួយនឹងរសជាតិបាទអូខេអញ្ចឹងពាក្យជាបន្តទៀតគឺខូបាទគ្រូមានន័យថាល្វីងអូខេអញ្ចឹងបាទយើងប្រកបជាមួយខ្ញុំទាំងអស់គ្នាអូខេខអ៊ូខូសំឡេងទី3ខូអូខេអញ្ចឹងគ្រូមានន័យថាល្វីងបាទបកប្រែថាល្វីងអូខេអញ្ចឹងល្វីងយើងអូជាពិសេសបន្លែខ្មែរយើងអីគេអ្នកនរគ្នាមាននឹកឃើញអត់បាទស្ដៅម្រះអូសើកំពូលល្វីងហើយបាទអ្នកណាប៉ុន្តែបើញ៉ាំច្រើនទៅតែល្អណាស់ព្រោះវាជំនួយដល់ការត្រជាក់បាទជាពិសេសប៉ាម៉ាក់យើងគាត់ចូលចិត្តធ្វើម្ហូបបែបហ្នឹងឲ្យយើងញ៉ាំផងដែរបាទអូខេអញ្ចឹងពាក្យជាបន្តទៀតបាទគឺសៀនប្រៃបាទអូខេអញ្ចឹងប្រកបជាមួយខ្ញុំទាំងអស់គ្នាសៀនសំឡេងទី2សៀនអូខេអញ្ចឹងសៀនមានន័យថាប្រៃអូខេអញ្ចឹងប្រៃបើបាទមហូបអីក៏ដោយតែយើងដាក់អំបិលច្រើនដាក់ទឹកត្រីច្រើនប្រកាសជាប្រៃហើយបាទតែប្រៃយើងញ៉ាំអត់កើតទេញ៉ាំទៅសេកទឹកបាទហើយមួយទៀតគឺក្តាមប្រៃបាទក្តាមប្រៃអូប្រៃសាហាវដែរបាទព្រោះប្រៃខ្លាំងដែរអូខេពាក្យជាបន្តទៀតគឺតាន់សាបអូខេអញ្ចឹងប្រកបជាមួយខ្ញុំទាំងអស់គ្នាតើអានតានសំឡេងទី4តាន់អូខេអញ្ចឹងតាន់មានន័យថាបកប្រែថាសាបអូខេអញ្ចឹងថ្ងៃនេះយើងបានរៀនជាមួយនឹងពាក្យនៅក្នុងភាសាចិនតាក់ទងជាមួយនឹងរសជាតិបាទមានដូចជាផ្អែមហិលជូរល្វីងប្រៃសាបអូខេអញ្ចឹងអ្នកទាំងអស់គ្នាសូមកុំភ្លេចយក notebook បាទសៀវភៅដើម្បីកត់ត្រាទុកណាអ្នកទាំងអស់គ្នាកត់មួយពាក្យមួយទំព័ររឹតតែចាំណាបាទអញ្ចឹងនៅពេលដែលយើងចេះពាក្យនេះហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានិយាយបាទនិយាយម្នាក់ឯងក៏ដោយនិយាយមុខកញ្ចក់ក៏ដោយនិយាយជាមួយមិត្តភ័ក្តិយើងក៏ដោយនិយាយសិនបាទខុសចាំយើងកែណាអ្នកទាំងអស់គ្នានៅពេលដែលកាលណាដែលយើងនិយាយធ្វើឲ្យ confidence យើងរឹតតែកើនរហូតណាបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានជា tip មួយទៀតបាទជា clear មួយទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការបង្កើតប្រយោគឬក៏ clear ដោយខ្លួនឯងផងដែរបាទអូខេអញ្ចឹង clear នេះល្អមែនតើបាទ clear នេះខ្ញុំយកមកនេះគឺ我喜欢吃辣的អូខេអញ្ចឹងមានន័យថាខ្ញុំចូលចិត្តញ៉ាំហិលអូខេអញ្ចឹងអ្នកគេចូលចិត្តញ៉ាំហិលខ្លះបាទចូលចិត្តញ៉ាំហិលខ្លះអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តរសជាតិផ្សេងបាទអូលោកស៊ឺអត់ទេខ្ញុំអត់ចូលចិត្តរសជាតិហិលទេខ្ញុំចូលចិត្តរសជាតិផ្អែមខ្ញុំចូលចិត្តញ៉ាំផ្អែមអូខេអញ្ចឹងយើងដូរពីពាក្យឡានេះមកដាក់ធានវិញមកបាទគឺផ្អែមវិញហើយ我喜欢吃甜的
ខ្ញុំចូលចិត្តញ៉ាំផ្អែមអូខេអញ្ចឹងអ្នកទាំងអស់គ្នាចូលចិត្តរសជាតិមួយណាសូម comment នៅក្នុងវីដេអូក្រោមវីដេអូនេះផងដែរអូខេអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងមកដល់ទីបញ្ចប់បាទជួបគ្នាជាមួយនឹងវីដេអូមេរៀនបន្តកាន់តែពិសេសជាងនេះទៀតណាអូខេបាយបាយ